สวัสดีครับអ្នកទាំងអស់គ្នាមកកាន់កម្មវិធី podcast អាចារ្យតារានិកក្នុងកម្មវិធីនេះនឹងនាំអ្នកទាំងអស់គ្នាទៅស្វែងយល់អំពីធម្មពលអាថ៌កំបាំងរបស់តារានិកនិងចំណេះដឹងផ្សេងៗខ្ញុំបាទអាខេនជាអ្នកវិភាគហោរាសាស្ត្រថារ៉ូកាតក៏ដូចជាតារានិកកម្មវិធី podcast នេះដំណើរការបានក៏ដោយសារតែអ្នកឧបត្ថម្ភកម្មវិធីរបស់យើងលទ្ធផលរបស់ Miss Sunflower សម្រាប់បងៗអ្នកដែលគាត់កំពុងតែត្រូវការជាមួយនឹងលេខការពារកម្ដៅថ្ងៃដែលល្អកុំភ្លេចជាមួយនឹង Miss Sunflower Sun Serum Miss Sunflower Cushion and Powder Cream សម្រាប់បងៗដែលត្រូវការជាមួយនឹងសាច់ម្សៅដែលទន់ៗភ្លឺរលោងប្រចាំថ្ងៃកុំភ្លេចជាមួយនឹង Miss Sunflower Cushion and Powder Cream ចង់បានជាមួយនឹងផ្ទៃមុខភ្លឺរលោងស្អាតកុំភ្លេចជាមួយនឹង Collagen Mask ពីខាង Florence Skin KA Cleansing Oil ពីខាង Vita Halo ដែលធ្វើផ្ទៃមុខរបស់យើងនឹងភ្លឺរលោងដូចគ្នាលាងជម្រះជាតិពុលលើផ្ទៃមុខរបស់យើងស្អាតមែនទែនមុនពេលដែលចាប់ផ្ដើមខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាមកស្វែងយល់អំពីពាក្យថាតារានិកជាមុនសិនតារានិកគឺជាប្រព័ន្ធតារាសាស្ត្របុរាណដែលបែងចែកផ្លូវដើររបស់ព្រះអាទិត្យទៅតាមតារាសាស្ត្រនៅលើមេឃវាមានប្រវត្តិនិងប្រភពដើមកំណើតពីប្រទេសបាប៊ីឡូនដែលមានប្រហែលជា 5000 ឆ្នាំមុនគ្រិស្តសករាជដែលអ្នកសិក្សាតារាសាស្ត្របានបែងចែកផ្លូវដើររបស់ព្រះអាទិត្យជា12ផ្នែកស្មើៗគ្នាដើម្បីតាមដានចលនាភពជាមួយនឹងព្រះច័ន្ទបន្ទាប់មកប្រទេសអេស៊ីបជាមួយនឹងក្រិកបានអភិវឌ្ឍប្រព័ន្ធនេះដើម្បីផ្ដល់នូវអត្ថន័យសាសនានិងវិញ្ញាណប្រព័ន្ធនេះបានរីករាលដាលទៅតាមបណ្ដាប្រទេសអាស៊ីមួយចំនួនដូចជាប្រទេសចិនបានបង្កើតជាមួយនឹងតារាសាស្ត្រពាក់ព័ន្ធជាមួយនឹងសត្វឆ្នាំកំណើតទាំង12ហើយប្រទេសឥណ្ឌាបានប្រកាសជាមួយនឹងតារាសាស្ត្រ Vertex ដែលយកតាមដំណើររបស់ភពជាមួយនឹងព្រះច័ន្ទតារានិកមិនមែនជាការទូទាយដើម្បីដឹងពីសំណាងរបស់មនុស្សទេប៉ុន្តែតារានិកអាចប្រើអ្នកនរគ្នាដឹងអំពីអត្តសញ្ញាណរបស់ខ្លួនឯងនៅក្នុងការសិក្សាផ្នែកវិទ្យាសាស្ត្របុរាណវិទ្យាហើយអ្នកនរគ្នាអាចដឹងពីធម្មពលរបស់ខ្លួនឯងនៅក្នុងចក្រវាឡមួយនេះឥឡូវនេះខ្ញុំសូមសម្រាប់បន្តិចសិនហើយនៅពេលដែលខ្ញុំត្រឡប់មកវិញយើងនឹងធ្វើការសិក្សាអំពីតារានិកទាំង12បានច្បាស់ពីរបៀបរស់នៅស្នេហាក៏ដូចជាធម្មពលផ្ទាល់ខ្លួនរបស់ពួកគាត់ស្បែកមុខភ្លឺថ្លាមករលោងបែបនេះកុំភ្លេចជាមួយនឹងផលិតផលរបស់ Miss Sunflower Miss Sunflower Sun Serum គឺជាស្ដេចលេខការពារកម្ដៅថ្ងៃសម្រាប់ការពារផ្ទៃមុខរបស់យើងឲ្យភ្លឺរលោងពេញមួយថ្ងៃចង់បានជាមួយនឹងប្រភេទម្សៅដែលបិទបាំងស្នាមបានល្អកុំភ្លេចជាមួយនឹង Miss Sunflower Cushion and Powder Cream ថែរក្សាស្បែកមុខរបស់លោកអ្នកជាមួយនឹងផលិតផលរបស់ Miss Sunflowerមកស្បែកមុខជាប្រចាំថ្ងៃគឺជារឿងមួយដ៏សំខាន់ណាស់សម្រាប់ខ្ញុំផ្ទាល់ខ្ញុំជ្រើសរើសជាមួយនឹង Vita Halo Deep Cleansing Oil ដើម្បីសម្អាតគ្រឿង make up នៅលើផ្ទៃមុខរបស់ខ្ញុំពីព្រោះអីអ្នកដែលចូលចិត្ត make up ទាំងអស់គឺសិតតែមានបញ្ហាស្បែកមុខអញ្ចឹងហើយយើងត្រូវសម្អាតស្បែកមុខរបស់ខ្ញុំខ្ជួរបន្ទាប់ពីការលាងសម្អាតមុខជាមួយនឹង Cleansing Oil ហើយខ្ញុំក៏តែងតែបិទមាសជាប្រចាំថ្ងៃជាមួយនឹងម៉ាសបិទមុខ Collagen ដែលមានសារធាតុ Collagen ច្រើននិងវីតាមីនផ្សេងៗដើម្បីចិញ្ចឹមស្បែកមុខរបស់យើងប្រឆាំងជាមួយនឹងភាពចាស់ហើយផលិតផលដែលខ្ញុំកំពុងតែប្រើទាំងអស់នេះសុទ្ធតែជាផលិតផលស្តង់ដារនិងមានគុណភាពខ្ពស់ប្រសិនបើអ្នកទាំងអស់គ្នាចង់បានជាមួយនឹងស្បែកមុខភ្លឺថ្លាមករលោងដូចខ្ញុំអាចទាក់ទងមកកាន់ Florence Skin KA បានអ្នកទាំងអស់គ្នាតែងតែ comment សួរខ្ញុំថាចេះបងខ្ញុំកើតនៅក្នុងថ្ងៃនេះខែនេះតើខ្ញុំជាតារានិកអីបងចេះទៅនិយាយទៅអ្នកទាំងអស់គ្នា comment សួរខ្ញុំដែរច្រើនមែនតើអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបកស្រាយជូនអ្នកទាំងអស់គ្នាហើយមកណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់ពីតារានិករបស់ខ្លួនឯងមួយតារានិក Aries សម្រាប់ Aries អ្នកដែលគាត់កើតនៅក្នុងចន្លោះថ្ងៃទី21ខែមិនិនាដល់ថ្ងៃទី19ខែមេសាគាត់ស្ថិតនៅក្នុងធាតុភ្លើងរូបសត្វតំណាងគឺជារូបសត្វជាមឈ្មោលហើយបុគ្គលិកលក្ខណៈរបស់ Aries គឺជាមនុស្សដែលមានភាពក្លាហានសកម្មក៏ដូចជាអ្នកដឹកនាំពីតារានិក Taurus សម្រាប់អ្នកដែលគាត់កើតនៅក្នុងចន្លោះថ្ងៃទី20ខែមេសាដល់ថ្ងៃទី20ខែឧសភា Taurus គាត់ស្ថិតនៅក្នុងក្រុមតារានិកធាតុដីរូបសត្វតំណាងរបស់គាត់គឺរូបគោគាត់គឺជាមនុស្សដែលមានភាពអត់ធ្មត់មានភាពទន់ភ្លន់ក៏ដូចជាស្ងប់ស្ងាត់3តារានិក Gemini សម្រាប់អ្នកដែលគាត់កើតនៅក្នុងចន្លោះថ្ងៃទី21ឧសភាដល់ថ្ងៃទី20ខែមិថុនាគាត់ស្ថិតនៅក្នុងក្រុមធាតុខ្យល់ហើយរូបតំណាងរបស់គាត់គឺរូបកាយភ្លុំឬមួយក៏កូនភ្លុំអត្តចរិតរបស់តារានិក Gemini ពួកគាត់ចូលចិត្តនិយាយច្រើនការឲ្យតម្លៃទៅលើការច្នៃប្រឌិត4តារានិក Cancer សម្រាប់អ្នកដែលគាត់កើតនៅក្នុងចន្លោះថ្ងៃទី21មិថុនាដល់ថ្ងៃទី22ខែកក្កដាគាត់ស្ថិតនៅក្នុងធាតុទឹករូបតំណាងគឺជារូបសត្វក្តាមគាត់គឺជាមនុស្សដែលមានអត្តចរិតបែបអាណិតអាសូរមានភាពជាមេត្តានៅក្នុងខ្លួននិងស្រឡាញ់គ្រួសារនិងមនុស្សនៅជុំវិញខ្លួន5តារានិក Leo សម្រាប់អ្នកដែលគាត់កើតនៅក្នុងចន្លោះថ្ងៃទី23ខែកក្កដាដល់ថ្ងៃទី22ខែសីហាគាត់ស្ថិតនៅក្នុងធាតុភ្លើងរូបតំណាងជារូបសត្វតោជាមនុស្សដែលមានបុគ្គលិកលក្ខណៈមានទំនុកចិត្តខ្ពស់ក្លាហានក៏ដូចជាភាពកក់ក្ដៅនៅក្នុងខ្លួន6តារានិក Virgo សម្រាប់អ្នកដែលគាត់កើតនៅក្នុងចន្លោះថ្ងៃទី23ខែសីហាដល់ថ្ងៃទី22ខែកញ្ញាគាត់ស្ថិតនៅក្នុងធាតុដីរូបតំណាងរបស់ពួកគាត់គឺជារូបស្រីក្រមុំបុគ្គលិកលក្ខណៈរបស់តារានិក Virgo គាត់គឺជាមនុស្សដែលមាននិស្ស័យក៏ដូចជាមានន័យនៅក្នុងជីវិតក៏ដូចជាអ្វីៗដែលគាត់បានធ្វើត្រូវតែល្អឥតខ្ចោះ7តារានិក Libra សម្រាប់អ្នកដែលគាត់កើតនៅក្នុងចន្លោះថ្ងៃទី23ខែកញ្ញាដល់ថ្ងៃទី22ខែតុលា
គាត់ស្ថិតនៅក្នុងធាតុខ្យល់រូបតំណាងរបស់ពួកគាត់គឺជារូបជញ្ជីងហើយសម្រាប់បុគ្គលិកលក្ខណៈរបស់ពួកគាត់គឺពួកគាត់ចូលចិត្តសន្តិភាពក៏ដូចជាភាពស្មើគ្នា8តារានិក Scorpio សម្រាប់អ្នកដែលគាត់កើតនៅក្នុងចន្លោះថ្ងៃទី23តុលាដល់ថ្ងៃទី21ខែវិច្ឆិកាគាត់ស្ថិតនៅក្នុងធាតុទឹកមានរូបតំណាងជារូបសត្វខ្យាដំរីគាត់ជាប្រភេទមនុស្សដែលចូលចិត្តអាត់កំបាំងចូលចិត្តបែបលក្ខណៈថាភាពស្មោះត្រង់នៅក្នុងខ្លួនអត់ចិត្តការលាក់លៀមទេ9តារានិក Sagittarius សម្រាប់អ្នកដែលគាត់កើតនៅក្នុងចន្លោះថ្ងៃទី22វិច្ឆិកាដល់ថ្ងៃទី21ធ្នូគាត់ស្ថិតនៅក្នុងធាតុភ្លើងមានរូបតំណាងជារូបព្រួញបុគ្គលិកលក្ខណៈរបស់គាត់គឺគាត់ជាមនុស្សដែលចូលចិត្តបែបលក្ខណៈថាការសប្បាយភាពឆេវឆាវនៅក្នុងខ្លួនច្រើនការធ្វើដំណើរជាមួយនឹងសេរីភាព10តារានិក Capricorn សម្រាប់អ្នកដែលគាត់កើតនៅក្នុងចន្លោះថ្ងៃទី22ខែធ្នូដល់ថ្ងៃទី19ខែមករាហើយគាត់ស្ថិតនៅក្នុងធាតុដីមានរូបតំណាងជាពពែខ្លួនត្រីហើយបុគ្គលិកលក្ខណៈរបស់គាត់គឺជាមនុស្សដែលខិតខំធ្វើការមានទិសដៅច្បាស់លាស់ក៏ដូចជាភាពស្មោះត្រង់នៅក្នុងខ្លួន11តារានិក Aquarius សម្រាប់អ្នកដែលគាត់កើតនៅក្នុងចន្លោះថ្ងៃទី20ខែមករាដល់ថ្ងៃទី18ខែកុម្ភៈហើយធម្មពលរបស់គាត់គឺគាត់ជាមនុស្សដែលមានភាពខ្យល់នៅក្នុងខ្លួនរូបតំណាងរបស់គាត់គឺជារូបធោចំពោះបុគ្គលិកលក្ខណៈរបស់គាត់គឺគាត់មានគំនិតច្នៃប្រឌិតគំនិតថ្មីក៏ដូចជាមនុស្សដែលស្រឡាញ់សេរីភាពដែរ12 Pisces សម្រាប់អ្នកដែលគាត់កើតនៅក្នុងចន្លោះថ្ងៃទី19កុម្ភៈដល់ថ្ងៃទី20មិនិនាហើយគាត់ស្ថិតនៅក្នុងក្រុមតារានិកធាតុទឹកគាត់មានរូបតំណាងជារូបត្រីសម្រាប់ Pisces គាត់គឺជាមនុស្សដែលមានអារម្មណ៍បែបមនុស្សចេតនាជ្រាលជ្រៅមានក្តីស្រឡាញ់ជាមួយនឹងសិល្បៈក៏ដូចជាមនុស្សដែលអាចនិយាយថាចូលចិត្តសេរីភាពច្រើនខ្លាំងបំផុតឈប់កុំតន់អត់ទៅណាបន្តិចទៀតហ្នឹងគឺយើងនឹងមានភ្ញៀវកិត្តិយសពិសេសដែលគាត់នឹងចូលរួមមកបកស្រាយជាមួយនឹងបទពិសោធន៍របស់គាត់ជាមួយនឹងការរស់នៅប្រចាំថ្ងៃរបស់គាត់ហើយគាត់គឺជាក្រុមតារានិក Cancer ចាប់ស្ដាប់ទាំងអស់គ្នាណាស្បែកមុខភ្លឺថ្លាមករលោងបែបនេះកុំភ្លេចជាមួយនឹងផលិតផលរបស់ Miss Sunflower Sun Serum គឺជាស្ដេចលេខការពារកម្ដៅថ្ងៃសម្រាប់ការពារផ្ទៃមុខរបស់យើងឲ្យភ្លឺរលោងពេញមួយថ្ងៃចង់បានជាមួយនឹងប្រភេទម្សៅដែលបិទបាំងស្នាមបានល្អកុំភ្លេចជាមួយនឹង Miss Sunflower Cushion and Powder Cream ថែរក្សាស្បែកមុខរបស់លោកអ្នកជាមួយនឹងផលិតផលរបស់ Miss Sunflowerស្បែកមុខជាប្រចាំថ្ងៃគឺជារឿងមួយដ៏សំខាន់ណាស់សម្រាប់ខ្ញុំផ្ទាល់ខ្ញុំជ្រើសរើសជាមួយនឹង Vita Halo Deep Cleansing Oil ដើម្បីសម្អាតគ្រឿង make up នៅលើផ្ទៃមុខរបស់ខ្ញុំពីព្រោះអីអ្នកដែលចូលចិត្ត make up ទាំងអស់គឺសិតតែមានបញ្ហាស្បែកមុខអញ្ចឹងហើយយើងត្រូវសម្អាតស្បែកមុខរបស់ខ្ញុំបន្ទាប់ពីការលាងសម្អាតមុខជាមួយនឹង cleansing oil ហើយខ្ញុំក៏តែងតែបិទមាសជាប្រចាំថ្ងៃជាមួយនឹងម៉ាសបិទមុខ collagen ដែលមានសារធាតុ collagen ច្រើននិងវីតាមីនផ្សេងៗដើម្បីចិញ្ចឹមស្បែកមុខរបស់យើងប្រឆាំងជាមួយនឹងភាពចាស់ហើយផលិតផលដែលខ្ញុំកំពុងតែប្រើទាំងអស់នេះសុទ្ធតែជាផលិតផលស្តង់ដារនិងមានគុណភាពខ្ពស់ប្រសិនបើអ្នកទាំងអស់គ្នាចង់បានជាមួយនឹងស្បែកមុខភ្លឺថ្លាមាត់រលោងដូចខ្ញុំអាចទាក់ទងមកកាន់ Florence Skin KH បានស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់អាណាចក្រតារានិកជាមួយខ្ញុំបាទ Aken ឥឡូវនេះគឺយើងមានជាមួយនឹងភ្ញៀវកិត្តិយសពិសេសរបស់យើងមកចែករំលែកបទពិសោធន៍ជូនអ្នកទាំងអស់គ្នាផ្ទាល់ជឿសួរអូនហ្នឹងហើយអូនឯងអាចតែនាំខ្លួនទៅកាន់ទស្សនិកជនរបស់យើងបានអត់បាទបងជម្រាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះកែស៊ីងហៃជាក្រុមតារានិកធាតុទឹកលេខនៅក្នុងក្រុមមួយឈ្មោះថា Cancer យើងណាអូខេស៊ីងហៃឥឡូវហ្នឹងអូនឯងមានអីដែលចែករំលែកទៅកាន់ទស្សនិកជនរបស់យើងចំពោះរឿងតោះខ្លួនរបស់អូនដែរសម្រាប់ខ្ញុំរងថ្ងៃទៅឡើងមកភ្នំពេញនេះខ្ញុំជាអ្នកខេត្តអញ្ចឹងលេខរងថ្ងៃខ្ញុំឡើងមករៀនតជានិស្សិតនៅខាង Culinary Art អញ្ចឹងណាយើងរៀន experience ថ្មីដែរដោយសារតែយើងពីមុនធ្លាប់តែជាអ្នកដែលនៅខេត្តអញ្ចឹងទៅយើងអាចនិយាយថាមិនខេត្តធម្មតាយើងរៀននៅជាទៀតអញ្ចឹងទៅលក្ខណៈថារបស់ហ្នឹងអត់សូវមានអីជាលក្ខណៈយកស្គាល់ community យកស្គាល់សង្គមច្រើនអញ្ចឹងបងមកពីខេត្តណាវិញខ្ញុំមកពីខាងបាត់ដំបងហើយនៅខាងស្រុកឆ្ងាយពីបាត់ដំបងដែរហើយចំពោះអូនឯងផ្ទាល់ជាតារានិក Cancer អូនឯងចង់មានដំបូងមានអីទៅកាន់អ្នកស្ដាប់ទាំងអស់គ្នាដែរសម្រាប់ខ្ញុំផ្ទាល់ដែលជាតារានិក Cancer ហ្មងដំបូងមានដែលខ្ញុំចង់ផ្ដល់ឲ្យអ្នកស្ដាប់ទាំងអស់គ្នាហ្នឹងគឺ yes កូប៉ាណូពេហ្នឹងអានេះមិនដំបូងមានទេប៉ុន្តែជាការ deal តែម្ដងហ្នឹងមិន deal ធម្មតាទេ deal ខ្លួនឯង deal ដល់អានេះក៏ cancel ទៅជើបងគ្រាន់តែខ្ញុំខ្លួនឯងហ្នឹងក៏ពេលខ្លះរៀងធន់ខ្លួនឯងដែរព្រោះលក្ខណៈថាយើងអត់ដឹងមិនយើងវារៀង sensitive ជាមួយពាក្យខ្លះទៅវាពាក្យហ្នឹងគឺតិចខ្លាំងតែយើងស្ដាប់ទៅវាអត់សមនឹង sensitive ប៉ុន្តែ like feeling យើងវាចាប់យកមកអូខេអញ្ចឹងមានន័យថាអាឡែស៊ីពីពាក្យសម្ដីអាឡែស៊ីខ្លាំងពាក្យសម្ដីក៏ដែរកំមើក៏ដែរបងគឺឆាប់ចាប់បានហ្មងខុសទៅបន្តិចនិយាយរួមរឿងហ្នឹងខុសទួចប៉ុណ្ណាក៏មើលដឹងđượcអូខេអញ្ចឹងចំពោះអ្នកទាំងអស់គ្នាដែលគាត់កំពុងតែស្ដាប់ស៊ីងហៃនិយាយអ្នកទាំងអស់គ្នាគួរដឹងថាខ្លួនឯងកុំអាឡែស៊ីជាមួយនឹងពាក្យសម្ដីមកគេខ្លាំងពេកអីប៉ុន្តែអាថងឡែទី1យើងអត់អាចទៅហាមចិត្តពួកគាត់បានដែរណាសូម្បីតែអូនឯងគាត់អាចហាមទៅខ្លួនឯងបានបងប៉ុន្តែគាត់ថាយើងកុំសូវបញ្ចេញអញ្ចឹងណាលក្ខណៈថាមិនថាកុំឲ្យគាត់បញ្ចេញមកឲ្យព្រោះខ្ញុំយល់លេខតារានិកធាតុទឹកនិយាយរួមបដោតមួយ Cancer ហ្មងភាគច្រើនគឺគាត់យកអារម្មណ៍ជាធំyes អ្នកទូទៅគាត់ភាគច្រើនគាត់គិតមុននឹងបញ្ចេញអីចឹងណាប៉ុន្តែthêmពួកខ្ញុំហ្មងខ្ញុំមិនដឹងថាអ្នកផ្សេងមិនទេប៉ុន្តែសម្រាប់ខ្ញុំហ្មងតែភាគច្រើន
យកអារម្មណ៍ជាធំ stop ដូចគ្នាអូនបងជួបច្រើនដែរដូចគ្នាទាំងអស់ពីច្រើន cancer នៅពេលដែលគាត់ធ្វើអីមួយចឹងគឺគាត់តែងតែប្រើអារម្មណ៍របស់ខ្លួនឯងជាធំហើយគាត់គិតថាគំនិតរបស់គាត់គឺអត់មានតែគេម្នាក់មកកាត់បានទេប៉ុន្តែអត្រង់កន្លែងហ្នឹងវិញត្រូវចាំថាក្នុងមួយខ្ពស់និងមានក្នុងមួយខ្ពស់មួយទៀតអូខេអញ្ចឹងហើយធ្វើអីក៏ដោយទម្លាក់អារម្មណ៍របស់យើងចោលតែទម្លាក់ ego របស់ខ្លួនឯងបើសិនជាយើងបកប្រែជាភាសាខ្មែរទៅ ego គឺសំដៅទៅលើអាត្មារបស់ខ្លួនឯងទម្លាក់អារម្មណ៍ទាំងអស់ហ្នឹងចុះមកបន្តិចហើយបើចំពោះរឿងស្នេហាវិញអីដូចតែរំលែកជាមួយបងអត់ទេ ខ្ញុំមួយស្នេហាអត់ហើយមកមិនសាឡែកអត់មាន experience មួយរឿងហ្នឹងឯង អូខេអញ្ចឹងគាត់បកកែមកអ្នកទាំងអស់គ្នាអត់មានតែគេ support ទេអូយអញ្ចឹងអ្នកទាំងអស់គ្នាគួរណាស់តែនិយាយថាអ្នកណាគេថាទៅបកកែនេះគាត់អញ្ចឹងកុំតន់អាប់ប្លូករឿងស្នេហាអីសម្រាប់ cancer មួយនៅពេលដែលប្លូករឿងស្នេហាខ្ញុំតែងតែឃើញរឿងជាច្រើនដែលបានកាត់ឡើងនៅក្នុងជីវិតរបស់គាត់ដូចជាគេបោកគាត់បោកគេគាត់អារម្មណ៍គាត់អត់នឹងថេអញ្ចឹងទៅអនឡាញតិចទៀតអនឡាញនឹងជួបអារម្មណ៍ទាំងអស់ដូចគ្នាដែរអញ្ចឹងអត្តចរិតរបស់តារានិករធាតុទឹកមួយដែលគាត់ភ្លេចចំណុចរបស់ខ្លួនឯងគឺចរិតmanipulative បើសិននិយាយទៅគឺជាចរិតដែលគ្រប់គ្រងអញ្ចឹងគាត់ភ្លេចមួយអត្តចរិតរបស់ខ្លួនឯងមួយហ្នឹង especially នៅពេលដែលស្រឡាញ់ងប់ងល់ខ្លាំងពេកហើយធ្វើអារម្មណ៍របស់ខ្លួនឯងដិតដាមខ្លាំងពេកតែពេលណាដិតដាមខ្លាំងពេកទៅវាធ្វើឲ្យដៃគូរបស់យើងមានអារម្មណ៍ថាធន់អូខេមិនធន់ខ្លាំងសូម្បីតែកុំថាឡើយសង្សាររបស់ខ្លួនឯងតែមិត្តភក្តិរបស់ខ្លួនឯងហ្នឹងក៏អត់យល់ពីអារម្មណ៍របស់ក្រុមធាតុទឹកច្បាស់មិនធំតែមិត្តភក្តិរបស់តែខ្លួនឯងក៏ធុញខ្លួនឯង តែខ្លួនឯងក៏ធុញតែជួនកាលទៅប៉ាម៉ាក់ដល់គាត់ក៏ធុញមួយគាត់ដែរអញ្ចឹងហើយបើសិនជាអ្នកទាំងអស់គ្នាដែលគាត់កំពុងតែស្ដាប់ជាមួយនឹងវីដេអូមួយនេះខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងកាត់បន្ថយអារម្មណ៍មួយដែលយើងវាថាផ្ដោតធំទៅលើខ្លួនឯងខ្លាំងពេកមកគិតថាក្នុងពេលនេះអ្នកទាំងអស់គ្នាគួរណាស់តែវាថាចែករំលែកតែរឿងអីល្អៗទៅបានហើយកុំផ្ដោតអារម្មណ៍របស់ខ្លួនឯងមួយដែលធ្វើឲ្យខ្លួនឯងមានអារម្មណ៍ថាវាវល់ខ្លាំងនៅពេលដែលថាមានអារម្មណ៍វល់ខ្លាំងអញ្ចឹងធ្វើមួយជាអ្នកនិយមពេញខ្លួនរបស់យើងឆ្លាញ់យើងប៉ុណ្ណាឬមួយក៏រាប់អានមកយើងចេញពីចិត្តប៉ុណ្ណាក៏ដោយតែតែធ្វើឲ្យពួកគាត់ចាំដើរចេញពីយើងអញ្ចឹងហ្នឹងហើយចំពោះនៃផ្ទាល់មួយទៀតបើសិនជាអូនឯងចង់បានមនុស្សដែលចូលមកក្នុងជីវិតបងឯងបែបជាដៃគូជីវិតបងឯងចង់បានមនុស្សបែបម៉េចសម្រាប់ខ្ញុំហ្មងបើសិនជាគាត់និយាយមិនមែនថាបើសិនទេរងថ្ងៃណាខ្ញុំទទួលស្គាល់ថាខ្ញុំពិតជាចង់បានណាគេម្នាក់គាត់ចូលមកមែនប៉ុន្តែគ្រាន់ថាយើងកំពុងនៅរៀនអញ្ចឹងទៅលក្ខណៈថាគ្រូសាស្ត្រក៏ធំបើឲ្យយើងមានព្រោះនៅដែរតោះ Yes ហើយម្យ៉ាងទៀតវ័យយើងមែនវាអត់ដល់ពេលមែនតែយើងអត់រកចំណុចបានចឹងប៉ុន្តែសួរថាខ្ញុំ still ចង់បានណាគេម្នាក់ដែលគាត់នៅក្បែរ Yes ចង់ព្រោះពេលខ្លះទទួលស្គាល់ថាមិត្តភក្តិអីក៏គាត់ចាំ support យើងដែរប៉ុន្តែសួរថាគាត់អាចនៅក្បែរយើងគ្រប់ពេលអាចនិយាយរឿងទាំងអស់ប្រាប់គាត់បានទាំងអស់អូខេអញ្ចឹងទៅបើសិនជាមានណាគេម្នាក់គាត់អាចចូលមកបានអ្វីដែលខ្ញុំចង់បានគ្រាន់តែគាត់យល់និយាយរួមវាពិបាកយល់ពីខ្ញុំមែនទទួលស្គាល់ប៉ុន្តែគ្រាន់ថាអូខេបើសិនជាយើងពិតជានេះមួយគ្នាមែនយើងយល់គ្នាច្រើនព្យាយាមយល់អញ្ចឹងណាបងYes ហើយខ្ញុំនិយាយថាម្លេចចរិតខ្ញុំថាវាអាចនឹងដូចក្មេងតូចមែនងាកចង់ឲ្យគេមកលួងមកអីចឹងណាប៉ុន្តែបើសិនជាថែប៉នឯងមកអត់សូវអត់មានចង់និយាយថាអត់យើងអត់សូវខ្វះមករឿងខ្ញុំចង់ដល់ពេលចឹងទៅវាបាក់ចេះថែអីចឹងនិយាយទៅឲ្យតែមនុស្សដែលយល់ចិត្តឲ្យតែមនុស្សដែលយល់ចិត្តហើយប៉ិនត្រូអូខេប៉ិនត្រូហើយរបៀបថាបកកែលួងអីហ្នឹងត្រូវដល់អញ្ចឹងណាគេក៏ដោយដែលឆ្លាញ់ប៉ះរ៉ាញ់តោះ cancer គាត់តែតែមានអារម្មណ៍មួយថាធន់សង្សាររបស់គាត់ធន់ចេះធន់ចុះប៉ុន្តែអ្នកខ្ញុំកុំធន់ដោយសារតែចរិត cancer ជាទូទៅគឺបែកនឹងសិនទៅគ្រប់គ្នាហើយបើសិនជាអស់ចិត្តវិញគឺដើរចំលឿនហើយបើសិនជាធ្វើអីមួយវិញគឺត្រូវតែធ្វើឲ្យបានចង់អីត្រូវបានដែរបើសិនជាអត់បានទេប្រកាសមកមិនដល់ប្រកាសយកមកថាពួកអត់កែទេដឹងតែអត់សុខហ្មងគឺដល់សុខទេបើឧទាហរណ៍ណាថ្ងៃហ្នឹងឃ្លានញ៉ាំរបស់ហ្នឹងហាក់បានញ៉ាំខ្ញុំដឹងដូចវាសក់ទៀតមិនមែនអត់ឥឡូវមែនអត់ដូចគ្រឿងខ្លះមកលក្ខណៈថាឃើញអវ៉ាន់ហ្នឹងឬក៏ office សុខឃើញអញ្ចឹងហើយអវ៉ាន់ហ្នឹងតែហ៊ានតែស្រឡាញ់ដកចិត្តពីថ្ងៃនេះខ្ញុំនៅអត់សុខហ្មងលក្ខណៈថាអត់ដឹងមកនិយាយនៅតែសំណោះមួយអាហ្នឹងលក្ខណៈថាយើងចង់បានខ្លាំងណាប៉ុន្តែទ្រាំតែដាច់ចិត្តមួយរបស់ហ្នឹងតតែថាសឹងថាកន្លះខែអីហ្មងអស់អារម្មណ៍ចង់បានមិនលេងចង់តែថាចង់បានវិញរកវិធីទិញហ្មងធ្វើមិនក៏តធ្វើបានអាហ្នឹងរកវិធីទិញរបស់ហើយទៀតទៅរកវិធីយកបានយកធ្វើឲ្យបានសង្សារអាហ្នឹងបានតែខ្លួនឯងខ្លាំងហ្នឹងភាគច្រើន cancel ហ្នឹងថាបើសិនជាចង់ហើយ
អត់មានអីមកហាមបានទេទោះបីជាព្រះមកហាមទេក៏អត់បានដែរគឺវាបែបហ្នឹងចំពោះអូនឯងផ្ទាល់មួយទៀតមានអីសួរមកកាន់បងវិញ អ្វីខ្ញុំចង់សួរបងហ្នឹងអាចនឹងតើតោះថា like បងជា area ភ្លើងអញ្ចឹងណាពីភ្លើងអញ្ចឹងចង់ដឹងថាបើសិនជាខាងទៀតភ្លើងពីច្រើនគាត់ចូលចិត្តទៅកាន់សាញ់អីជាងអីដែលគាត់អត់សូវត្រូវធៀបគ្នាមួយសាញ់អីជាង ចង់បានស្បែកមុខភ្លឺថ្លាមករលោងបែបនេះកុំភ្លេចជាមួយនឹងផលិតផលរបស់ Miss Sunflower Miss Sunflower Sun Serum គឺជាស្ដេចលេខការពារកម្ដៅថ្ងៃសម្រាប់ការពារផ្ទៃមុខរបស់យើងឲ្យភ្លឺរលោងពេញមួយថ្ងៃចង់បានជាមួយនឹងប្រភេទម្សៅដែលបិទបាំងស្នាមបានល្អកុំភ្លេចជាមួយនឹង Miss Sunflower Cushion and Powder Cream ថែរក្សាស្បែកមុខរបស់លោកអ្នកជាមួយនឹងផលិតផលរបស់ Miss Sunflower មកស្បែកមុខជាប្រចាំថ្ងៃគឺជារឿងមួយដ៏សំខាន់ណាស់សម្រាប់ខ្ញុំផ្ទាល់ខ្ញុំជ្រើសរើសជាមួយនឹង Vita Halo Deep Cleansing Oil ដើម្បីសម្អាតគ្រឿង make up នៅលើផ្ទៃមុខរបស់ខ្ញុំពីព្រោះអីអ្នកដែលចូលចិត្ត make up ទាំងអស់គឺសិតតែមានបញ្ហាស្បែកមុខអញ្ចឹងហើយយើងត្រូវសម្អាតស្បែកមុខឲ្យបានខ្ជាប់ខ្ជួនបន្ទាប់ពីការលាងសម្អាតមុខជាមួយនឹង cleansing oil ហើយខ្ញុំក៏តែងតែបិទមាសជាប្រចាំថ្ងៃជាមួយនឹងម៉ាសបិទមុខ collagen ដែលមានសារធាតុ collagen ច្រើននិងវីតាមីនផ្សេងៗដើម្បីចិញ្ចឹមស្បែកមុខរបស់យើងប្រឆាំងជាមួយនឹងភាពចាស់ហើយផលិតផលដែលខ្ញុំកំពុងតែប្រើទាំងអស់នេះសុទ្ធតែជាផលិតផលស្តង់ដារនិងមានគុណភាពខ្ពស់ប្រសិនបើអ្នកទាំងអស់គ្នាចង់បានជាមួយនឹងស្បែកមុខភ្លឺថ្លាមករលោងដូចខ្ញុំអាចទាក់ទងមកកាន់ Florence Skin KH បានសម្រាប់បងផ្ទាល់ធៀបភ្លើងគឺអត់សូវត្រូវគ្នាមួយដីប៉ុន្តែបើសិនជាបានស្រឡាញ់ធៀបដីមកវាអញ្ចឹងតែមួយទៀតអ្វីដែលបងចង់ចែករំលែកទៅណាដោយសារតែសម្រាប់អ្នកដែលគាត់មានដៃគូជាក្រុមតារាងក៏ធៀបតាប់ឲ្យខ្លួនឯងគឺជាធៀបភ្លើងណាអញ្ចឹងនៅពេលដែលស្រឡាញ់វាថាកុំជឿជាក់ 100% ពេកថាយើងអាចនៅមួយគ្នាបានដល់ទៅថ្ងៃមុខទៀតដោយសារតែអាចចំណុចកន្លែងនេះហើយដែលធ្វើឲ្យតារាងក៏ធៀបតាប់ធៀបភ្លើងស្រឡាញ់គ្នាបានទី1រំពឹងខ្ពស់ទៅលើដៃគូទាំងសងខាងពេកទី2គិតថាដៃគូរបស់ខ្លួនឯងយល់ពីខ្លួនឯងទាំងអស់ហើយអញ្ចឹងបើចាំធ្វើអីទេងាយស្រួល easy អូខេអញ្ចឹងអត់ត្រង់តែចុះកន្លែងហ្នឹងមួយសម្រាប់តារាងក៏ធៀបភ្លើងចង់បានមនុស្សណាចង់បានមនុស្សតែបកកាយត្រគឺអត់ខុសពីតារាងក៏ធៀបតាត់មកហ្នឹងហើយគឺអត់ខុសមកនេះប៉ុន្តែអត្តចរិតមួយទៀតឲ្យខុសគ្នាដាច់ហ្នឹងណាចង់បានអីធ្វើបានឥឡូវធ្វើបានឥឡូវអត់ឲ្យដល់ថ្ងៃស្អែកទេបើសិនជាអ្នកនរគ្នាណាដែលគាត់ស្រឡាញ់ប៉ះក្រុមធៀបភ្លើងហើយគាត់អត់ដឹងថាលួងធ្វើម៉េចទេកុំຕົកពួកគាត់ចាប់ហ្នឹងហើយបើខ្លួនឯងជាធៀបតាក់ហើយតាក់មកប្លុតភ្លើងទៀតណាចាប់ហើយកុំប្លុតអីបាត់ប្លុតទេដល់ស្នេហាមួយនោះវានៅតែវល់ពេញតាមផងហើយមិត្តភក្តិក៏ដូចគ្នាដែរចំពោះ cancer ផ្ទាល់អ្វីដែលបងមើលឃើញពីគាត់មានភាពជាម្ដាយមានភាពជាមេដាចឹងនៅពេលដែលក្រុមមិត្តភក្តិមួយបើសិនជាមាន cancer នៅក្នុងនឹងម្នាក់គាត់មើលថែទាំងអស់បងដឹងថាអូនឯងចឹងដែរអត់ទេណាប៉ុន្តែចំពោះតារានិក cancer របស់បងមើលឃើញជាទូទៅហ្មងតែបងជួបប្រទេសមកហើយនឹងការរៀនសូត្ររបស់បងហ្មងណាគឺពួកគាត់ចូលចិត្ត take care ដៃគូនៅជុំវិញខ្លួនគឺអ៊ីសតដៃគូមិត្តភក្តិនៅជុំវិញខ្លួនគឺគាត់ take care មកចប់ហ្មងមិនថាការញ៉ាំខ្វល់ខ្វាយឬមកក្បាច់មកគឺគាត់take care មកចប់បើនិយាយឡើងហ្នឹង yes ខ្ញុំមានអារម្មណ៍ថាខ្ញុំមិនដឹងថាបើការនេះយើងមើលខ្លួនឯងយើងមើលអត់សូវដឹងទេណាលក្ខណៈថាតើអ្នកដែលគាត់បានជួបពីយើងមិនគាត់ដឹងថាយើងពិតជាចឹងអត់ចឹងណាអ្វីដែលខ្ញុំធ្លាប់ធ្វើដាក់មិត្តភក្តិខ្ញុំវាអាចនឹងមានចឹងដែរដូចលើកមុនខ្ញុំទៅខេត្តមួយមិត្តភក្តិខ្ញុំចឹងគាត់មកមួយខេត្តមួយគ្នាដល់ពេលគាត់ត្រឡប់ទៅវិញទៅគាត់ជិះឡានមួយខ្ញុំចឹងណាអារម្មណ៍យើងលក្ខណៈថាចង់ដឹងថាគាត់ញ៉ាំអីនៅយើងមានផ្លែឈើអីទីទួចចឹងចង់សួរគាត់រហូតហើយញ៉ាំអីអត់ឆ្អែតហើយហេវឬក៏មិនអញ្ចឹងលក្ខណៈថាខែលោកគាត់ជិះតាមផ្លូវសាឡានគាត់អត់ឈប់ពេលគាត់ direct ហើយឡាននេះយើងអ្នកបុកដល់ពេលចឹងទៅគាត់មកមួយយើងអញ្ចឹងយើងលក្ខណៈថាអូខ្លាចគាត់ហេវគាត់តោះមកញ៉ាំបាយថ្ងៃបាយអីចឹងទៅចេះសួនតិចតួចចឹងណាតែចំណុចមួយចំនួនទៀតកុំបាត់ខាងពេកហើយក៏កុំស្រួលពីជ្រុលពេកទៅអត់អូនណាតមានស្នេហាចឹងអត់អីទេប៉ុន្តែសម្រាប់តារានិក cancer ដែលគាត់មានបញ្ហាស្នេហាជាទូទៅគឺគាត់របៀបថាឆាប់ខឹងឆាប់ណាស់និយាយទៅគាត់ជំបើមិនជាយើងប្រៀបធៀបជាមួយនឹងក្រុមធៀបភ្លើគាត់ដូចសុជីថារីចឹងឆាប់ខឹងឆាប់បាត់ពេលគ្នាតែគាត់ថាសុជីថារីបើមិនជាដាច់តែបើក្រុមធៀបតាក់វិញណា specially គឺ cancer នៅពេលដែលដឹកដាមរឿងអីមួយហើយគឺដឹកដាមដល់ទីបញ្ចប់មកអត់អាចភ្លេចបានទេឧទាហរណ៍ថាដូចម្នាក់ហ្នឹងគាត់ក្បត់ឬមួយក៏មិត្តភក្តិរបស់យើងក្បត់យើងអញ្ចឹងនឹងដឹកដាមដល់ថ្ងៃចាស់អត់អាចលុបចេញពីខួរមកបានងាយទេហើយចំពោះរឿងចែករំលែកបងឯងបន្តមកទៀតរំលែកមានអីចែករំលែកទៅកាន់ទស្សនិកជនរបស់យើងដែរyes មានបងតាក់ទងមួយរឿង childhood memory របស់ខ្ញុំមិត្តភក្តិខ្ញុំអីបើគាត់ឃើញអីចាំបាច់អន់ចិត្តទេព្រោះរឿងហ្នឹងអ្នកដែលធ្លាប់រៀនមួយខ្ញុំគាត់ក៏ដឹងដែរអូខេnext ជំនាន់ថ្នាក់ទី3ដល់ទី6អីហ្នឹងតែកាលមកអាយុប៉ុន្មានឆ្នាំចាំថាប្រហែលជា7-8ឆ្នាំចង់ថាកាលនៅក្នុងថ្នាក់នោះមានមិត្តភក្តិម្នាក់អត់ត្រូវមួយខ្ញុំទេគាត់ដែលគណៈថាអាសាររស់រឿងអាសាអីយើងចឹងណាតែយើងអត់សូវតបតស្អីទេដោយសារខ្ញុំអត់សូវចង់មានរឿងច្រើននៅស្លាប់អូខេតែដល់ពេលលក្ខណៈថាកាន់មួយថ្ងៃទៅគាត់នៅតែលក្ខណៈថាវាយឬក៏ថ្ងៃណាអត់ត្រូវគ្នាអីចឹងគឺគាត់វាយគាត់អីយើងចង់ហើយយើងក៏តដែរតែមិនតែគាត់ថា
មិត្តភក្តិខាងហ្នឹងគេអត់សូវហ៊ានជួបចង់ថាគេជួលបែកតែគេអត់ហ៊ានទៅជួយចាប់ដៃយ៉ាងទេគ្រាន់តែគេជួយទីបែកនេះក៏បានអញ្ចឹង អូខេប៉ុន្តែចុះ question របស់បងហ្នឹងគាត់ជាមនុស្សផងមួយក៏ប៉ុណ្ណឹង គាត់ប្រឹង អូផងអូខេប៉ុន្តែមានចំនួនក៏ពាក្យសម្ដីណាមួយដែលប៉ះពាល់អីមិនឈានទៅដល់ការវាយគ្នា ភាគច្រើនតែគណៈថាចំនួនវ័យដែលខ្ញុំរៀនហ្នឹងអាចនឹង2010ជាងហ្នឹងភាគច្រើនវាចំនួនហ្នឹងអត់ដឹងថាមិនទេប៉ុន្តែងាកគឺវាយគ្នាហ្មងឃើញចំនួនហ្នឹងភាគច្រើនអាចនឹងរឿងផ្សាយផ្សាយទៅអញ្ចឹងណាវាមករករឿងខ្ញុំតិចទៅខ្ញុំទៅរករឿងតែភាគច្រើនវាមករឿងព្រោះដោយសារអីចរិតអត់សូវត្រូវគ្នាដូចខ្ញុំអញ្ចឹងខ្ញុំទទួលស្គាល់ចរិតខ្ញុំរៀងអ្នកស្គាល់ខ្ញុំដឹងហើយចរិតខ្ញុំនិយាយថាចរិតស្រីក៏បានដែរហើយយ៉ាកំពូលទឹកភ្នែកទៅតែរៀងធំតិចទៅបានរៀងទឹកភ្នែកនេះរៀងអត់សូវចេញដោយសារយើងរៀងជួបច្រើនដល់ពេលធំតិចទៅបានទឹកភ្នែកអត់បាក់តំណប់មកហើយបាក់តំណប់ឡើងដល់ថ្នាក់យប់ឡើងគេដាក់រហស្សនាមថាតារាទឹកភ្នែកបងយំគ្រប់រឿងគេនិយាយរឿងគាត់តែគេនិយាយលេងក៏យំដែរយំឡើងអត់មានខ្វះណាទាំងអស់ហ្មងសាលាគាត់ទៅយំមួយថ្ងៃទៅមួយថ្ងៃធ្លាក់ចាញ់បន្ទុកគេមកបន្ទុកក៏យំក៏យំនៅមុខហ្នឹងហ្មងអូខេអញ្ចឹងអានេះវាមានន័យថាសម្រាប់ឆោតពីមេបងប្អូនគឺគាត់ធ្វើបានគេ bully បានវាថាបានឆ្លុះគ្នាដែរអញ្ចឹងណាវាមិនមែនសុខគឺគេដាក់មកឆ្លុះយើងទេប៉ុន្តែបើមិនដឹងគឺគាត់វាថាអត់សមស្របជាមួយនឹងវាថាអត្តចរិតពីធម្មជាតិរបស់យើងអញ្ចឹងហើយគាត់បែរជាមករករឿងយើងរហូតមកអញ្ចឹងសម្រាប់អ្នកដែលគាត់រើសអើងចរិតរើសអើងភេទសម័យឥឡូវគឺគេលែងរើសអើងតទៀតហើយអញ្ចឹងហើយយើងល្មមបញ្ឈប់អភិនការនៃការរើសអើងនេះទៅមិនថាជាភេទអីស្ថិតនៅក្នុងឋានៈមួយណាក៏ដោយក៏ជាមនុស្សដូចគ្នាដែរអញ្ចឹងក្នុងសង្គមមួយដើរទៅមុខបានត្រូវតែមានប្រភេទមនុស្សទាំងអស់ combine បញ្ចូលគ្នាឬមួយក៏រួមបញ្ចូលគ្នាអញ្ចឹងសង្ឃឹមអ្នកនរគ្នាពេលដែលបានស្ដាប់ហើយអ្នកនរគ្នានឹងវាថាឈប់ធ្វើការ bully ឬមួយក៏ឈប់ធ្វើការវាថាមើងងាយទៅកាន់មនុស្សដែលគាត់មានសម្បត្តិលក្ខណៈឬមួយក៏រូបរាងវាថាខ្សោយជាងខ្លួនឯងតទៀតវាអត់ល្អសម្រាប់សង្គមជាតិយើងទេហ្នឹងហើយអត់ល្អចំពោះខ្លួនឯងទៀតតាមបងស្ដាប់ខ្លួនឯងមិញណាតាម childhood memory ឬមួយក៏រឿងអតីតកាលពីនៅពីក្មេងមកយើងមកគឺយើងធ្លាប់ត្រូវគេ bully ច្រើនចឹងយើងអត់សូវសប្បាយចិត្តណាស់ហើយក៏វាដឹងថាអ្នកខ្លះចឹងទៅពេលទៅដល់ផ្ទះក៏ប៉ាម៉ាក់ស្ដីឲ្យថាចឹងទៅគាត់បាក់ទឹកចិត្តអូខេហើយបងជឿថាអូនឯងក៏ធ្លាប់មានពេលខ្លះបាក់ចិត្តហ្នឹងធ្លាប់ដឹងណាខ្លាំងហ្នឹង2ដងការនៅបឋមហ្នឹងម្ដងតែគ្រាន់តែយើងក្មេងយើងអត់សូវគិតច្រើននេះជួយវាអត់សូវអីហ្នឹងហើយតែដល់ពេលឡើងដល់ខ្ទង់ទី9ទី10ទៅជួបម្ដងទៀតយើងអាចនិយាយថាលេខយើងធ្លាក់ដល់0ក៏ថាបានដែរវាលក្ខណៈថាមិនមែនថាអ្នកផ្ទះឲ្យមិត្តភក្តិអត់យល់ចិត្តទេពេលកាលហ្នឹងខ្ញុំដូរទៅរៀននៅបាត់ដំបងចប់ពីបឋមហ្នឹងខ្ញុំឡើងទៅរៀនបាត់ដំបងពេលឡើងទៅហ្នឹងចង់និយាយថាការឆ្នាំដំបូងអីហ្នឹងសាលារៀងតឹងដោយសារម៉ាក់គាត់ take care យើងដល់ពេលយើងទៅអញ្ចឹងគាត់ព្យាយាមរកសាលាណាដែលតឹងឲ្យយើងចេញប្រដាស់អញ្ចឹងហ្នឹងហើយដល់ពេលអញ្ចឹងទៅយើងរៀងតឹងយើងរៀងលក្ខណៈថាអត់សូវមាន opportunity អីច្រើនអត់សូវបានដើរទៅណាយល់អត់ហ៊ានចេញពីសាលាលក្ខណៈដល់ពេលគាត់ឈប់បង់លុយឲ្យគេមើលថែឬក៏ take care យើងអញ្ចឹងយើងអាចចេញបានអញ្ចឹងតែ still អត់ហ៊ានចេញលក្ខណៈថាយើងពិបាកដែរជាងខ្លាចយើងអីចឹងចេះខ្លាចនេះខ្លាចនោះតែដល់ពេលចាប់ផ្ដើមឡើងទី9ទី10ហ្នឹងតែមាន2វេនខ្ញុំរៀនពេលព្រឹកផ្សេងពេលថ្ងៃខ្ញុំរៀនផ្សេងពេលព្រឹកដែលខ្ញុំរៀនហ្នឹងមិត្តភក្តិខ្ញុំគាត់នៅសាលាហ្នឹងលក្ខណៈថាយើងមកបានគ្នាធម្មតាប៉ុន្តែអ្វីដែលអត់ធម្មតាហ្នឹងលក្ខណៈថាដូចខ្ញុំអញ្ចឹងខ្ញុំលក្ខណៈ emotional ច្រើនចុះពួកគាត់អត់មានបានមកធ្វើអីខ្ញុំអីទេតែគ្រាន់តែយើង feel like មកថ្នាក់នេះយើងតែឯងចឹងមានអារម្មណ៍ថាយើង alone អត់មានអីដែលអ្នកនឹងในចិត្តយើងរហូតចឹងណាលក្ខណៈថា alone ហ្មងព្យាយាមដើរទៅក្រុមនេះគាត់នៅតែ alone ចូលក្រុមនោះគាត់នៅតែឯងយល់មកថ្នាក់ហ្នឹងមិនមែនថាគាត់បែកក្រុមទេគ្រាន់តែគាត់មាន bestie គាត់រៀងងាយខ្លួនចឹងយើងព្យាយាមចូលទៅក្រុមនេះក៏មានអារម្មណ៍តែឯងទៅមកកន្លែងទៅក៏ដូចតែឯងចឹងទៅបែកខ្លួនដល់ពេលផ្ដាច់មកវេនថ្ងៃហ្នឹងខ្ញុំប៉ះលក្ខណៈថារៀនអង់គ្លេសប៉ុន្តែខ្ញុំនឹងរៀនអាយុខ្ពស់ជាងគេដែរពេលថ្ងៃនេះអូខេអញ្ចឹងទៅយើងអាចនិយាយថារៀនមួយក្មេងៗហើយក្មេងៗនោះលក្ខណៈថាចរិតពួកគាត់អត់សូវត្រូវគ្នាដល់អញ្ចឹងទៅរឿងឆ្លោះគ្នាហើយអាផឹកឡើងអត់មានអារម្មណ៍ថាអត់ comfort ហើយថ្ងៃឡើងឆ្លោះគ្នាហើយដល់ពេលមកដល់ផ្ទះអត់សូវមានអ្នកយកចិត្តទៀតលក្ខណៈថាគ្រួសារគាត់រវល់រកស៊ីរៀងនឹងខ្លួនអញ្ចឹងដល់អញ្ចឹងទៅអត់សូវមានអ្នកខ្វល់ពីយើងហើយអត់ដឹងថាយើងកាត់អីយើងក៏អត់បង្ហាញដែរដល់អញ្ចឹងទៅ3នឹងចូលគ្នាលក្ខណៈថាដូចតែឯងហ្មងបងលក្ខណៈថាយើងតែឯងហ្មងហើយដល់ពេលថ្ងៃសារៈថ្ងៃអីចឹងយើងចង់សារៈយកធម្មតាមនុស្សតើគាត់រៀង refresh អីគាត់ចង់សារៈឲ្យច្រើនតិចចឹងណាបងដើម្បីយក power ងើបមកតហើយអ្នកខ្លះគាត់ងើបមកមិនថាអត់មានកម្លាំងខ្ញុំក៏ធ្លាប់ជួបរឿងហ្នឹងដែរលក្ខណៈងើបមកអស់កម្លាំងពីខ្លួនអត់ដឹងថាងើបមកធ្វើអីអត់មានគោលដៅច្បាស់លាស់ចឹងណាហើយដល់ពេលយើងងើបមកធម្មតាអ្នករស់ស៊ីគាត់បើកព្រលឹមគាត់ត្រូវការយើងជួយសារទឹកហ្នឹងទៅដល់ពេលយើងងើបទៅយឺតទៅជួបគាត់រឿងទៀត
អញ្ចឹងអានៅសាលាក៏អត់មាននេះហើយនៅផ្ទះរឿងទៀតលក្ខណៈថាអស់ផ្លូវដើរឡើងការហ្នឹងសឹងថារៀងម្ដងតែនេះគឺជាសារមួយទៅកាន់បើសិនជាមានម៉ាក់ប៉ាដែលគាត់ពី fan តារានិករឬមួយក៏ fan ខ្ញុំអញ្ចឹងអ្នកដែលគាត់អ្នកណាក៏ដោយដែលចូលស្ដាប់វីដេអូមួយនេះខ្ញុំសង្ឃឹមថាជាសារមួយបញ្ជូនទៅដល់គាត់ដែលត្រូវតែពង្រីកតើជាមួយនឹងកូនខ្លួនឯងបានច្រើនបន្តិចជួនកាលទៅអញ្ចឹងដូចមានរឿងខ្លះជាងគេអប់រំនេះគឺវាត្រូវហើយគឺគាត់អត់ជឿជាមួយនឹងស្ថានភាពរបស់កូនខ្លួនឯងដែលគាត់បានជួបអញ្ចឹងអត់ស្វែងយល់ពីកូនដែររវល់តែជាមួយនឹងការងាររស់ស៊ីរបស់គាត់តខ្លួនអ្នកនរគ្នាងាកមកមើលកូនរបស់ខ្លួនឯងវិញថាគាត់ត្រូវការភាពកក់ក្ដៅបានដល់កម្រិតណាត្រង់កន្លែងនេះមួយខ្ញុំគឺជានឹងអ្នកដែលខ្វះភាពកក់ក្ដៅពីទូចមកអញ្ចឹងខ្ញុំយល់ពីអីដែលបានជួបអូខេអញ្ចឹងអ្នកផ្សេងទៀតខ្ញុំសង្ឃឹមថាគាត់ត្រូវតែពង្រឹងកន្តើយនឹងកូនខ្លួនឯងបានច្រើនដល់ភាពកក់ក្ដៅឲ្យគាត់នៅពេលថាអ្នកនរគ្នានៅក្បែរគាត់អ្នកនរគ្នានឹងយល់ពីគាត់ឲ្យបានកាន់តែច្រើនហើយកុំគិតអីថាចាតុនជ្រៀងណាវ៉ៃចេះដល់ពេលទៅក្មេងគឺគាត់មកពីសាលាអាចនឹងពេលខ្លះត្រូវគេពូលីត្រូវគេធ្វើបាបស្មារតីគឺនៅតែមានទេណាមិនអត់ទេហ្នឹងហើយត្រូវគេ bully ត្រូវគេធ្វើបានពេលមកដល់ផ្ទះត្រូវម៉ាក់ប៉ាវាយម៉ាក់ប៉ាស្ដីបន្ទុំមកតាំងទៀតដល់ពេលយូរទៅវាខ្លះទៅជាជំងឺ depression តាមថាកូនខ្លួនឯងចូលហ្នឹងខ្ញុំនិយាយកន្លែងហ្នឹងឡើងដោយសារអីខ្ញុំមិនមែនចង់ថាឲ្យអ្នកខ្លះគាត់ត្រូវចង់បាន attention ពីម៉ាក់ប៉ាអីមួយដែលចង់ឲ្យគាត់ដឹងហ្នឹងគឺ independent ខ្លួនឯងព្រោះអីyes ដោយសារតែរឿងអស់ហ្នឹងឯង like ឥឡូវហ្នឹងខ្ញុំអាចចេញដើរតែឯងអីបានព្រោះដោយសារអ្នកទាំងអស់នេះគួរយល់យើងធម្មតាពេលយើងចេញទៅតែឯងយើងមានអារម្មណ៍ថាអត់ comfort ទេប៉ុន្តែដូចថ្ងៃហ្នឹងអញ្ចឹងខ្ញុំអាចមកនៅតែឯងបានហើយមិនចិត្តទៀតយើងមានអារម្មណ៍ថាយើងអាចចេញដើរតែឯងបានហើយម្យ៉ាងទៀតយើងពីផ្ទះសម្រាប់អនាគតយើងដែរថាយើងអាចចេញត្រូវធ្វើមិនឲ្យខ្លួនឯង independent យើងអាចធ្វើអីតែឯងបានអញ្ចឹងនិយាយទៅក៏អរគុណដល់ experience ទាំងអស់ហ្នឹងដែរបើអត់មានរឿងទាំងអស់ហ្នឹងទេខ្ញុំក៏អត់ខំដល់ហ្នឹងនឹងចាក់តូនមួយ cancer ទឹកហ្នឹងខ្ញុំចង់សួរបងថា like បើសិនជារោជំនាញការងារឬក៏អនាគតរបស់ពួកគាត់ដែលត្រូវហ្នឹងតើគួរទៅរកការងារដែលត្រូវមួយផ្សេងហ្នឹងព្រោះដោយសារតែlike emotional ច្រើនដល់ចឹងទៅ like ការងារទូទៅមួយ team work អីហ្នឹងខ្ញុំគិតថារៀងពិបាកធ្វើបន្តិច cancer ជាទូទៅបងអត់សូវឃើញគាត់វាថាឧបករណ៍ទៅលើការងាររបស់គាត់ច្រើនទេតែបើសិនជាការរស់ស៊ីឬមួយក៏ការបើកជាមួយហាងអីមួយចឹងណាវាល្អសម្រាប់ពួកគាត់ច្រើនជាងដោយសារតែពួកគាត់ជាមនុស្ស emotionally ពិតមែនប៉ុន្តែពួកគាត់ចូលចិត្តការនិយាយដូចគ្នាអូខេជា business person ដូចគ្នាអញ្ចឹងអ្វីដែលបងឃើញទៅលើពួកគាត់មកគឺគាត់អាចចូលចិត្តនឹងមកកន្លែងបើសិនជាគាត់អាចបើកហាងរស់ស៊ីរបស់គាត់ឬមួយក៏គាត់លក់ online ឬមួយក៏គាត់ធ្វើអីមួយដែលពាក់ព័ន្ធជាមួយនឹងការងារសិល្បៈអីចឹងណាអ្នកសិល្បៈនៅក្នុងប្រទេសកម្ពុជារបស់យើងក៏បងមើលឃើញច្រើនដែរថាពួកគាត់គឺជាតារានិករ cancer អូខេស៊ីងហើយកន្លែងតាមដានបងយូរទៅឬមួយក៏នឹងស្គាល់តារានិករយូរណាស់បើតាមខ្ញុំចាំខ្ញុំស្គាល់តារានិករហើយតាមដានមកហ្នឹងយូរតែល្បាក់ចេញ COVID របស់ដោយសារមហឹកហ្នឹងរៀងផ្ទុះរឿងតារានិករហ្នឹងខ្លាំងលក្ខណៈថាខ្ញុំអត់ដឹងថាចេញមកពីប្រភពណាដែលធ្វើឲ្យល្បីប៉ុន្តែតាមប្រព័ន្ធ social media គឺរៀងផ្ទុះខ្លាំងដល់ចឹងទៅខ្ញុំចាប់ផ្ដើមស្គាល់ពីពេលហ្នឹងមកហើយលក្ខណៈថាពេលដែលគេនិយាយមួយ cancer មួយអីនេះយើងត្រូវជាមួយយើងច្រើនណាចឹងទៅចេះតែចូលចិត្តស្ដាប់ទៅវីដេអូក៏តែងតែលោតមករហូតចឹងគាត់និយាយត្រូវដោយសារតែពេលក្នុងសម័យ COVID ហ្នឹងខ្ញុំមានមកវីដេអូពាក់ព័ន្ធជាមួយនឹងតារានិករហើយបែរពេលហ្នឹងមិនមែនថាខ្ញុំអត់ទូយូរទេខ្ញុំទូដែរប៉ុន្តែគាត់ថាខ្ញុំអត់ continue តទៀតចឹងណាហើយក៏អរគុណសម្រាប់ការចូលរួមនៅក្នុងថ្ងៃនេះដែរអូនអរគុណពេលវេលាមានតម្លៃណាហើយពីបងទៅបងមានជាកដោតិចតួចជូនអូនហើយនេះជាសារមកណៃបង cancer អូខេជា brand ដែលបងបង្កើតដោយខ្លួនឯងហើយជូនពរនៃសំណាងល្អណាបានការងារធ្វើឆាប់ៗក៏ដូចជាអាចសំប្រកបជាមួយនឹងជីវិតដៃគូឈប់ងោមិនដែរអ្នកទាំងអស់គ្នាពេលដែលបានស្ដាប់ជាមួយនឹងតារានិករ cancer គាត់បកស្រាយពីជីវិតតខ្លួនរបស់គាត់ទៅអ្នកទាំងអស់គ្នាយល់យ៉ាងណាហើយអ្នកទាំងអស់គ្នាមាន comment អីបែបណាកុំភ្លេច comment នៅខាងក្រោមនេះណាអ្នកទាំងអស់គ្នាយល់ដូចខ្ញុំហ៎បើសិនជាខ្ញុំផ្ទាល់ខ្ញុំមានវាថាសារខ្លះៗជូនទៅដល់តារានិករ cancer បើសិនជាអ្នកទាំងអស់គ្នាកំពុងតែវិវត្តជាមួយនឹងរឿងស្នេហាកាត់បន្ថយអារឿងហ្នឹងសិនទៅយើងមកគិតពីវាថាជីវិតរស់នៅប្រចាំថ្ងៃរបស់យើងវិញដូចខ្ញុំប្រើពាក្យនៅក្នុងការនិយាយជាមួយនឹងសៀងហៃមុននឹងអញ្ចឹងអ្នកទាំងអស់គ្នា money first យើងអាច build up តាមក្រោយបានអូខេនេះគឺជាអ្វីដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាហើយកុំងោខ្លាំងពេកកុំធ្វើឲ្យខ្លួនឯងទទួលបានសម្ពាធច្រើនពេកទេតែពេលអ្នកទាំងអស់គ្នាដាក់សម្ពាធឲ្យខ្លួនឯងខ្លាំងពេកធ្វើឲ្យអត់ចាញ់ទេអរគុណមកកាន់អ្នក sponsor កម្មវិធីរបស់យើងគឺផលិតផលពីខាង Miss Sunflower ហើយនិងផលិតផលពីខាង Florence KH អញ្ចឹងបើសិនអ្នកទាំងអស់គ្នាវាថាគ្រប់គ្រងខ្ញុំចង់មានអីថ្មីឃើញជារៀងរាល់សប្តាហ៍អញ្ចឹងណាអ្នកទាំងអស់គ្នា complete share follow ក៏ដូចជា subscribe ជាមួយនឹង platform ទាំង3របស់ខ្ញុំនៅលើនេះផងណាខ្ញុំបាទ Aken ពីខាងកម្មវិធី podcast អាណាចក្រតារានិករយើងនឹងជួបគ្នានៅសប្តាហ៍ក្រោយជារៀងរាល់ថ្ងៃសៅរ៍
វេលាមក7:30នាទីយប់សូមអរគុណសូមជម្រាបលាបាយបាយ